ចាបេសកកម្មរបស់ខ្ញុំដែលទៅសៀមរាបដើរលេងឬមួយក៏ធ្វើការងារទិញទូចហ្នឹងចាគឺខ្ញុំទៅសម្រាកនៅមួយជួរមាត់ស្ទឹងចំការវិឡាស្អាតហើយនៅក្បែរហ្នឹងក៏បានចូលទៅហាងកាហ្វេមួយកន្លែងដែលទឹមតែបើកថ្មីនៅជាប់ជាមួយនឹងចំការប្រហុកនៅមាត់ស្ទឹងចាបងប្អូនជិះតាមមាត់ស្ទឹងទៅភូមិនំបចកក្អមចំការវិឡានៅមួយជួរហ្នឹងគឺបងប្អូននឹងបានឃើញហើយកាហ្វេអារម្មណ៍ចានៅទីតាំងស្រួលហហើយចាពីមុនហ្នឹងគឺចំការប្រហុកហាងដែលខ្ញុំធ្លាប់ទៅហ្នឹងគឺអត់ទាន់ពង្រីកធំចឹងទេប៉ុន្តែទៅលើកនេះតែ7ខែក្រោយគឺប្លែកគេមានដាក់ហាងកាហ្វេអារម្មណ៍នៅក្បែរហ្នឹងហើយហាងគេហ្នឹងគឺគួរឲ្យចាប់អារម្មណ៍គេតុបតែងបានល្អស្អាតធម្មជាតិទឹកឈឹងទឹកឆីចូលទៅដើរទៅគឺត្រជាក់ចិត្តត្រជាក់ភ្នែកចាហើយការរៀបចំផាន់គេមានទូចាស់គេមានកសែតគេយកមកដាក់តាំងចាហើយគេអង្គុយនៅមាត់ទឹកហើយគេមានប្លង់ច្រើនសម្រាប់ឲ្យអ្នកដែលគាត់ចូលចិត្តទៅថតរូបថតអីហ្នឹងគាត់ថតលេងជាមួយនឹងមិត្តភ័ក្តិឬមួយក៏ធ្វើការងារអីអង្គុយគឺ web ផាន់គេល្អចាហើយកន្លែងផាន់គេហ្នឹងគឺចាគេដាក់កតិនស្រាចិនគេមានអង្គលេលេចាស់ហើយកាហ្វេគឺរសជាតិទទួលយកបានចាឆ្ងាញ់ចាវាមិនឆ្ងាញ់ណាស់ទេប៉ុន្តែគឺអាចនឹងចូលចំណោមហាងកាហ្វេគេបានចាដូចជាខ្ញុំធ្លាប់ដើរទៅហាងកាហ្វេច្រើនហើយអញ្ចឹងខ្ញុំស្គាល់រសជាតិកាហ្វេជាច្រើនប៉ុន្តែចង់និយាយថាការដេក័រគឺប្លែកចាហើយខ្ញុំស្រឡាញ់និងពេញចិត្តចំពោះការដាក់តាំងអ្វីដែលវាស្របទៅតាម season ដូចថារដូវចូលឆ្នាំចិនគេតែងកន្លែងគេដូចចូលឆ្នាំចិនរដូវចូលឆ្នាំខ្មែរគេតែងកន្លែងគេឲ្យដូចជាចារដូវសម្រាប់រដូវកាលចាអញ្ចឹងកាលណាដែលយើងបើកហាងកាហ្វេកន្លែងលក់ដូរផ្ទះសម្បែងក៏ដោយឲ្យតែយើងធ្វើអញ្ចឹងអារម្មណ៍របស់យើងរស់នៅក៏វាប្លែកទៅតាមនឹងវាអត់ដែរវាប្លែកចាតែយើងតុបតែងអីនៅនឹងទុកចោលនៅនឹងវាអត់ដូរអត់អីគឺអារម្មណ៍ផងយើងក៏អត់ប្លែកដែរអញ្ចឹងបើសិនជាយើងចេះរៀបចំហើយទៅតាមរដូវកាល season រដូវកាលគេនិយមអីចឹងទៅយើងយកអានឹងយកមកដាក់តាំងទៅចាអញ្ចឹងយើងអាចតាម trend ហើយ trend យុវវ័យសម័យថ្មីគឺអញ្ចឹងចាគេអត់ចូលចិត្តអ្វីដែលនៅដដែលទេយើងមើលតែ TikTok ទៅដឹងហើយតែគេ trend អីមួយចឹងទៅគេទៅមួយឆាវគឺគេ trend អាហ្នឹងអញ្ចឹងការតុបតែងកន្លែងក៏ដូចគ្នាចាបើគេចូលឆ្នាំខ្មែរយើងចូលឆ្នាំខ្មែរចូលឆ្នាំចិនទៅចូលឆ្នាំចិន Valentine ចាអញ្ចឹងវាធ្វើឲ្យតាម trend ចឹងទៅកន្លែងផាន់យើងគឺវាផ្លាស់ប្ដូរអារម្មណ៍ប្លែកចឹងទៅអ្នកដែលគាត់ទៅអញ្ចឹងគាត់អត់មានអារម្មណ៍ថាដដែលចាអញ្ចឹងណែនាំបងប្អូននៅកន្លែងថ្មីមួយនេះឃើញថាស្អាតចាហើយយើងមិនបាច់ចាំធ្វើអីច្រើនទេទីតាំងកន្លែងផាន់យើងរៀបចំដាក់រុក្ខជាតិឲ្យច្រើនឲ្យស្អាតចឹងទៅប៉ុន្តែគ្រាន់តែថាពេលរដូវកាល season ណាចាយើងដេក័រទៅតាមរដូវកាលហ្នឹងបន្តិចទៅបានហើយវាមិនដល់ថ្នាក់ឆេងទាំងអស់ទេប៉ុន្តែគ្រាន់តែថាហ្នឹងឲ្យចូលឆ្នាំចិនដាក់គៀសិលអីចឹងទៅចូលឆ្នាំខ្មែរដាក់ស្រូវដាក់អីចឹងទៅវាប្លែកហើយកន្លែងនេះស្ងប់ស្ងាត់ខ្ញុំអង្គុយញ៉ាំបន្តិចទៅឃើញក្មេងៗទៅច្រើនគេចូលចិត្តថតរូបសម័យកាលហ្នឹងគេចូលចិត្តថតចាអូខេស្អាតផាន់គេ